ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនពីរបៀបធ្វើនំត្រាវដែលជាប្រភេទឌីមតាំឬអាហារសម្រន់មួយប្រភេទដែលគេនិយមពិសាជាមួយទឹកម្ទេសឬទឹកស៊ីអ៊ីវជូរបន្ថែមម្ទេសឆានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញពីរបៀបធ្វើឲ្យនំត្រាវនេះមានក្លិនឈ្ងុយនិងស្រួយឆ្ងាញ់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងមកមើលពីរបៀបរៀបចំនិងចម្អិនឌីមតាំនេះជាមួយគ្នាចំណុចសំខាន់ដែលធ្វើឲ្យនំត្រាវរបស់យើងមានរសជាតិឆ្ងាញ់គឺការជ្រើសរើសយកមើមត្រាវដែលចាស់មានសាច់តន់និងមានសាច់ផុសហើយយើងក៏នៅមានត្រាវមួយប្រភេទទៀតដែលមានរាងតូចៗដែលគេនិយមយកមកស្ងោរដោយដំឡូងដែរប្រភេទនេះក៏យើងអាចប្រើបានដូចគ្នាឲ្យតែមើមចាស់និងមានសាច់ផុសឥឡូវនេះយើងយកបង្គាក្រៀមនិងសាច់ក្រកទៅអាំងនៅក្នុងឆ្នាំងអាំងដើម្បីឲ្យបង្គាឡើងស្រួយនិងមានក្លិនឈ្ងុយបង្គាក្រៀមនេះបន្ទាប់ពីលាងទឹកបានស្អាតរួចហើយយើងយកមកត្រាំនៅក្នុងទឹកក្តៅជាមុនដើម្បីឲ្យបង្គាបានរីកល្អងាយស្រួលកាត់ចេញជាដុំតូចៗរីឯសាច់ក្រកនេះវិញខ្ញុំបានពុះជាពីរមុននឹងយកទៅអាំងដើម្បីឲ្យឆ្អិនទៅដល់ផ្នែកខាងក្នុងសាច់ក្រកនេះគឺជាសាច់ក្រកសាច់ជ្រូកហើយបងប្អូនអាចជ្រើសយកសាច់ក្រកដែលមានខ្លាញ់តិចដើម្បីធ្វើឲ្យនំរបស់យើងមិនទ្រលាន់និងមានរសជាតិឆ្ងាញ់បន្ទាប់មកយើងចាប់ផ្ដើមចម្អិនគ្រឿងផ្សំមួយចំនួនដើម្បីយកមកលាយជាមួយនឹងម្សៅដោយយើងបើកខ្ទះឲ្យក្តៅខ្លាំងរួចហើយចាក់ប្រេងឆា3ស្លាបព្រាបាយនិងដាក់ខ្ទឹមសនិងខ្ទឹមក្រហមចូលលីងឲ្យឈ្ងុយបន្ទាប់មកយើងបន្ថែមផ្សិតខ្មៅចូលលីងឲ្យឡើងឈ្ងុយដែរមុននេះយើងបានយកផ្សិតខ្មៅទៅត្រាំទឹកក្តៅជាមុនសិនដើម្បីឲ្យផ្សិតបានរីកល្អនិងងាយស្រួលកាត់ចេញជាដុំតូចៗផ្សិតខ្មៅខ្ទឹមក្រហមនិងខ្ទឹមសនេះគឺជួយឲ្យនំរបស់យើងមានក្លិនឈ្ងុយជាបន្តយើងដាក់បង្គាក្រៀមសាច់ក្រកនិងបន្ថែមគ្រឿងផ្សំរសជាតិមួយចំនួនចូលដែលមានអំបិល2ស្លាបព្រាកាហ្វេម្រេច1ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេនិងបន្ថែមប្រេងល្ង1ស្លាបព្រាបាយកន្លះរួចហើយយើងបន្ថែមត្រាវចូលនិងឆាត្រឡប់ចូលគ្នាឲ្យសព្វនៅពេលនេះគឺភាយក្លិនឈ្ងុយខ្លាំងមែនទែនបងប្អូនវិធីឆាគ្រឿងផ្សំនេះគឺដើម្បីធ្វើឲ្យគ្រឿងផ្សំបញ្ចេញក្លិនឈ្ងុយនិងចូលជាតិគ្នាសព្វល្អជាចុងក្រោយយើងអាចបន្ថែមស្លឹកខ្ទឹមនិងទុកមួយអន្លើសិនបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយម្សៅនេះគឺជាម្សៅខ្សាយដែលមានចំនួន350ក្រាមខ្ញុំប្រើទឹកត្រាំផ្សិតនិងបង្គាអំបាញ់មិញរួមទាំងទឹកធម្មតាសរុប250មីលីលីត្រហើយយើងចាក់ទឹកបន្តិចម្ដងដើម្បីកុំឲ្យម្សៅនោះរាវពេកពិបាកកែបងប្អូនដែលចូលចិត្តម្សៅទន់អាចបន្ថែមទឹកបន្តិចបន្តួចទៀតចំនួនទឹកប៉ុណ្ណេះគឺទទួលបានសាច់ម្សៅដែលរឹងល្មមអាចធ្វើឲ្យនំចៀនរួចឡើងស្រួយឆ្ងាញ់ហើយយើងចាក់គ្រឿងផ្សំដែលឆាអំបាញ់មិញចូលលាយជាមួយម្សៅឲ្យសព្វល្អរួចហើយយើងចាប់ផ្ដើមរៀបចំថាសដើម្បីចំហុយនំដែលនៅលើថាសនេះយើងមានលាបប្រេងអូលីវឬប្រេងឆាដើម្បីកុំឲ្យម្សៅនំស្អិតជាប់ថាសពិបាកកាត់បន្ទាប់ពីចាក់ម្សៅចូលក្នុងថាសរួចហើយយើងយកវែកវាម្សៅឲ្យស្មើសាច់ដើម្បីបាននំដែលមានជ្រុងត្រឹមស្មើមុននឹងយកថាសនំទៅចំហុយរយៈពេលដែលយើងចំហុយនំគឺ30នាទីគិតចាប់ពីពេលទឹកពុះឬអាចលើសខ្លះតិចតួចអាស្រ័យទៅលើកម្រាស់នំដើម្បីឲ្យច្បាស់ថានំរបស់យើងឆ្អិនឬនៅបងប្អូនអាចយកចង្កឹះឈើមួយចាក់ចូលទៅដល់សាច់នំឲ្យដល់បាតថាសរួចហើយលើកចង្កឹះឡើងមកវិញបើសាច់នំនោះមានជាប់តាមចង្កឹះបានន័យថានំនៅមិនទាន់ឆ្អិននៅឡើយដែលយើងត្រូវបន្តចំហុយថែមបន្តិចទៀតនំដែលទើបចំហុយរួចភ្លាមនៅមានជាតិសំណើមច្រើននិងស្អិតដូចនេះមុននឹងកាត់នំយកទៅចៀនយើងកុំភ្លេចទុកនំឲ្យត្រជាក់ឬទុកនៅក្នុងទូទឹកកកមួយយប់សិនដើម្បីឲ្យសាច់នំបានឡើងហាប់ណែននិងនៅពេលដែលយកនំទៅចៀនមានសភាពស្រួយឆ្ងាញ់ពេលកាត់នំវិធីការពារកុំឲ្យកាំបិតជាប់ម្សៅនិងស្អិតពិបាកកាត់មុនពេលកាត់នំបងប្អូនអាចលាបកាំបិតជាមួយប្រេងជាមុនសិនហើយអាចកាត់ទៅតាមទំហំនិងរាងដែលចូលចិត្តនំមួយដុំនេះមានទំហំ5x6សង់ទីម៉ែត្រដែលមានកម្រាស់2សង់ទីម៉ែត្រនំមួយថាសនេះខ្ញុំកាត់បានចំនួន25ដុំហើយមកដល់ពេលនេះនំគឺរួចរាល់សម្រាប់បងប្អូនដែលចូលចិត្តទទួលទាននំដែលមិនមានជាតិប្រេងឬនំប្រភេទចៀនឬបំពងតែបើសិនជាបងប្អូនដែលចូលចិត្តនំស្រួយនិងមានក្លិនឈ្ងុយយើងនឹងបន្តយកនំនេះទៅចៀនបើបងប្អូនប្រើខ្ទះដែលមិនជាប់បាតអាចចៀននំបានស្អាតនិងមិនបែកសាច់តែបើប្រើខ្ទះធម្មតាវិធីដើម្បីធ្វើឲ្យនំមិនស្អិតជាប់ខ្ទះគឺយើងអាចដាក់ខ្ទះឲ្យក្តៅខ្លាំងជាមុនសិនសឹមចាក់ប្រេងនិងរៀបនំចូលខ្ទះ
បន្ទាប់មកយើងអាចបន្ថយភ្លើងមកមធ្យមវិញនំដែលចៀនបានស្រពាប់ល្មមប៉ុណ្ណេះគឺប្រើពេលប្រហែលជា2ទៅ3នាទីបើសិនជាបងប្អូនចូលចិត្តនំដែលស្រួយខ្លាំងអាចចៀនឲ្យយូរជាងនេះបន្តិចទៀតមើលទៅទំនងគួរឲ្យចង់ទទួលទានមែនបងប្អូនរីឯក្លិនវិញគឺឈ្ងុយឈ្ងប់ពេញផ្ទះតែម្ដងគេចូលចិត្តពិសានំនេះនៅពេលក្តៅនៅក្នុងពេលដែលនំនៅស្រួយនិងមានក្លិនឈ្ងុយហើយគេនិយមពិសាជាមួយនឹងទឹកម្ទេសឬទឹកស៊ីអ៊ីវជូរបន្ថែមម្ទេសឆាបន្តិចបន្តួចទៀតគឺកាន់តែមានរសជាតិឆ្ងាញ់នៅពេលរៀបចំពិសាបងប្អូនអាចបន្ថែមស្លឹកខ្ទឹមពីលើឬខ្ទឹមក្រហមបំពងស្រួយនិងអាចបន្ថែមល្ងសពីលើទៀតគឺកាន់តែបង្កើនរសជាតិការចម្អិននំត្រាវតាមវិធីនេះមានភាពងាយស្រួលមិនចំណាយពេលនិងថវិកាច្រើនហើយថែមទាំងមានរសជាតិឆ្ងាញ់មិនចាញ់នំត្រាវនៅតាមភោជនីយដ្ឋាននោះទេដូចនេះបងប្អូនដែលមិនទាន់សាកល្បងចម្អិនអាចសាកល្បងទៅតាមវិធីនេះបានជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចម្អិនជាមួយគ្នានៅក្នុងថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា